សួស្តីទាំងអស់គ្នាចង់ចែករំលែកតទៅរឿងតំណែងរវាងការដាក់ការងារក៏ដោយការទទួលការងារក៏ដោយបើសិនជាអ្វីដែលខ្ញុំធ្លាប់ជួបប្រទះអីចឹងឬក៏អ្វីដែលជាបទពិសោធន៍របស់ខ្ញុំហ្នឹងលក្ខណៈថាការងារពេលខ្លះយើងចេះឆ្ងល់រវាងថ្នាក់លើនិងថ្នាក់ក្រោមបានន័យថាប្រធានក្រុមក៏ដោយ manager ក៏ដោយជួនកាលគាត់ដាក់ការងារ គាត់យល់ច្បាស់ពីការងារហ្នឹងប៉ុន្តែគាត់អាចបានប្រាប់យើងច្បាស់ detail ពីក្នុងចំណុចហ្នឹងណាអញ្ចឹងដល់ពេលដែលយើងធ្វើទៅយើងជាបុគ្គលិកនេះក៏យើងអាចនឹងធ្វើទៅអត់ដឹងច្បាស់ថាការងារហ្នឹងយ៉ាងម៉េចហើយយើងអត់ហ៊ានសួរដែលធ្វើឲ្យការងាររបស់យើងហ្នឹងយើងយល់ទាំងសពិចសពិលហើយយើងទៅធ្វើអញ្ចឹងវាអាចនឹងមានបញ្ហាច្រើននៅពេលដែល ចេញជាលទ្ធផលគឺអត់បានដូចចិត្តទេតើមានវិធីណាខ្លះដែលថាអាចកុំឲ្យមានរឿងនឹងកើតឡើងបើន័យថាកុំឲ្យតតែដល់ពេលវេលាមួយដែលត្រូវចេញលទ្ធផលហើយស្រាប់តែយើងឃើញថាលទ្ធផលហ្នឹងវាអត់បានដូចចិត្តរបស់យើងណាចេញជាលទ្ធផលហើយបានយើងឃើញថាវាអត់ត្រូវតាមអ្វីដែលយើងចង់បានអញ្ចឹងទី1អ្នកដែលគាត់ដាក់ការងារឲ្យយើងក៏គាត់អាចនឹងអត់សប្បាយចិត្តហើយគាត់អាចនឹងគិតថាពេលវេលាឬក៏សមត្ថភាពរបស់យើងហ្នឹងវាអាចនឹងអត់បានអត់ខ្លាំងពូកែអញ្ចឹងណាបាទមួយទៀតយើងខ្លួនឯងនេះក៏យើងធ្វើទាំងអត់សប្បាយចិត្តដែរអញ្ចឹងដើម្បីជៀសវាងបញ្ហាហ្នឹងខ្ញុំគិតថាទី1មានយើងអាចបែងចែកចេញជាពីររឿងទី1គឺអ្នកដែលដាក់ការងារឲ្យយើងបើយើងជាអ្នកដាក់ការងារឲ្យគេអញ្ចឹងយើងត្រូវដាក់ធ្វើម៉េចយើងត្រូវទី1យើងត្រូវដឹងច្បាស់ថាការងារហ្នឹងវាយ៉ាងម៉េចបាទអញ្ចឹងបើយើងដឹងច្បាស់យើងប្រាប់ថាដឹងច្បាស់បើយើងមិនដឹងច្បាស់យើងអាចប្រាប់ថាមិនដឹងច្បាស់យើងឲ្យគាត់ជាអ្នកគិតបាទអញ្ចឹងបើថាយើងឧទាហរណ៍ការងារយើងដឹងច្បាស់ថាយើងចង់បានបែបម៉េចអញ្ចឹងយើងប្រាប់គាត់ឲ្យច្បាស់បាទប្រាប់គាត់ឲ្យច្បាស់ថាអូខេអញ្ចឹងការងារហ្នឹងយើងចង់បានបែបម៉េចភ្ញៀវគាត់ចង់បានបែបម៉េចលទ្ធផលបែបម៉េចប្រហែលលទ្ធផលហ្នឹងបែបម៉េចបាទហើយគាត់ចង់បានពេលវេលាណាពេលវេលាណាគាត់ត្រូវបញ្ចប់ត្រូវហ៎អញ្ចឹងពេលវេលាលទ្ធផលដែលគួរតែចេញមកបាទត្រូវបែបម៉េចអីម៉េចហ្នឹងតាមពិតបើសិនជាយើងមានបានន័យថាមាន plan មានគម្រោងអីច្បាស់លាស់យើងអាចធ្វើតាមនឹងបានហើយបន្ទាប់មកយើងទៅធ្វើទៅតាមផ្នែកទូចហ្នឹងដើម្បីឲ្យវាបញ្ចប់ទៅតាមតាន់ពេលវេលាបាទព្រោះការកំណត់ពេលវេលាវាសំខាន់ណាស់ព្រោះយើងអត់អាចថាការងារមួយហ្នឹងយើងស៊ីពេលប៉ុន្មានក៏បានដែរយើងដល់ពេលណាបានយើងធ្វើចប់ក៏បានដែរអញ្ចឹងវាអត់ប្រកាសថាអញ្ចឹងឯងបាទអញ្ចឹងចំពោះដែលយើងអ្នកធ្វើនេះក៏ដូចគ្នាដែរអញ្ចឹងបើសិនយើងជួបជាមួយនឹងអ្នកដែលគាត់ដាក់ការងារឲ្យយើងគាត់ដាក់បានច្បាស់គាត់មានពេលវេលាច្បាស់លាស់ដាក់ពេល timeline ឲ្យយើងច្បាស់លាស់ហ្នឹងគឺអាហ្នឹងគឺយើងល្អហើយយើងអាចរៀនតាមគាត់បានច្រើនប៉ុន្តែចុះបើសិនជាគាត់គ្រាន់តែប្រាប់ថាឲ្យយើងធ្វើអីគេអញ្ចឹងយើងត្រូវធ្វើម៉េចយើងអត់ហ៊ាននិយាយមួយគាត់ទេថាយើងចង់ដឹងអីផ្សេងទៀតឬក៏យើងចង់សួរបញ្ជាក់ឲ្យគាត់បាទអញ្ចឹងយើងទី1យើងត្រូវចេះដែរយើងត្រូវចេះថាយើងគួរសួរបញ្ជាក់អីគេបាទយើងឧទាហរណ៍ថាគាត់ដាក់ការងារឲ្យយើងប៉ុន្តែយើងអត់ដឹងច្បាស់ទេជួនកាលពេលដែលយើងអត់ដឹងថាយើងត្រូវសួរអីហ្នឹងអាហ្នឹងក៏ជារឿងដែលពិបាកដែរព្រោះខ្ញុំជឿថាបើសិនជាទឹមចាប់ដើមចេញធ្វើការងារអញ្ចឹងណាអាចនឹងលក្ខណៈអត់សូវហ៊ានសួរទេបាទដាក់ការងារមកអាចថាអត់ហ៊ានសួរទេថាការងារហ្នឹងគួរតែធ្វើបែបម៉េចចង់បានលទ្ធផលបែបម៉េចហើយចង់និយាយថាពេលវេលាណាដែលត្រូវបញ្ចប់អីចឹងណាបាទតែដល់ពេលអញ្ចឹងយើងត្រូវធ្វើម៉េចយើងត្រូវទី1យើងត្រូវហ៊ានសួរទោះបីជាសួរទៅអាចនឹងត្រូវបានស្ដីបន្ទោសឬក៏មិនតែយើងហេតុអីបានយើងគិតថាគេនឹងស្ដីបន្ទោសយើងនៅពេលដែលយើងសួរលម្អិតបើចំពោះខ្ញុំគិតថាចំពោះក្រុមការងារដែលគាត់សួរត្រឡប់មកវិញដើម្បីបានទិន្នន័យច្បាស់លាស់អាហ្នឹងគឺជារឿងល្អបាទបានន័យថាគាត់ចាប់ផ្ដើមគិតនៅក្នុងការងារនឹងដែរបាទអញ្ចឹងយើងត្រូវចេះហ៊ានសួរបាទអញ្ចឹងហ៊ានសួរប៉ុន្តែយើងត្រូវដឹងថាយើងគួរតែសួរសំណួរបែបម៉េចខ្លះដែរបាទទី1គឺយើងបើសិនជាពេលវេលាអត់បានបញ្ជាក់កំណត់ច្បាស់លាស់ទេយើងអាចសុំបញ្ជាក់ថាពេលវេលាបញ្ជាក់ច្បាស់មកថាពេលណាពេលណាបាទហើយយើងត្រូវ feedback ឬក៏ follow up ទៅគាត់ពេលណាអញ្ចឹងណា
ហើយបើសិនជាអឺមួយទៀតតកតងនឹងចំណុចអឺ detail ខ្លះៗ detail ខ្លះៗហ្នឹងបានន័យថានៅពេលដែលយើងជួបការងារនឹងអីច្រើនបើសិនជាយើងមានបទពិសោធន៍ច្រើនជាទូទៅយើងដឹងហើយថាត្រូវសួរបែបមិនខ្លះបាទប៉ុន្តែដល់ពេលបើសិនជាយើងអត់ទាន់ទេបើសិនជាយើងអត់ទាន់ទេអញ្ចឹងយើងអាចនឹងអឺអត់ដឹងច្បាស់ថាការងារត្រូវបញ្ចប់បែបមិនអញ្ចឹងណាអញ្ចឹងយើងអាចអ្វីដែលយើងឆ្ងល់យើងលើកឡើងខ្ញុំជឿថាមនុស្សយើងដំបូងពេលយើងអត់ទាន់មានបទពិសោធន៍ច្រើនយើងអាចនឹងលើកឡើងវាជួនកាលសំណួររបស់យើងអត់សូវសមហេតុផលជួនកាលលើកឡើងទៅគេស្ដីបន្ទោសឲ្យយើងឬក៏មិនទៀតមានអ្នកដែលគាត់អាចនឹងស្ដីបន្ទោសឲ្យយើងអញ្ចឹងព្រោះខ្ញុំក៏ធ្លាប់ជួបដែរធ្លាប់ជួបដូចថាមេហ្នឹងគឺគ្រាន់តែយើងលើកឡើងសួរសំណួរថាឲ្យម៉ាំងយកតែម្ដងប៉ុន្តែខ្ញុំអត់ខឹងគាត់ទេខ្ញុំគិតថាអ្វីដែលគាត់ធ្វើអាកប្បកិរិយាអញ្ចឹងគឺវាមិនសូវល្អប៉ុន្តែខ្ញុំស្ដាប់នៅអ្វីដែលគាត់ស្ដីបន្ទោសមកអញ្ចឹងហ្នឹងហើយគឺជាអ្វីដែលខ្ញុំអាចរៀនពីការស្ដីបន្ទោសក៏ដោយឬក៏ពីកំហុសឆ្គងអីក៏ដោយឬក៏ពីអ្វីដែលថាយើងអត់មានបទពិសោធន៍ហើយធ្វើទៅជាបែរថាកុំខ្លាចខុសហើយប៉ុន្តែត្រូវចេះហ៊ានសួរបាទត្រូវចេះហ៊ានសួរដើម្បីបញ្ជាក់បានជាលទ្ធផលមួយដែលថាយ៉ាងហោចយើងសួរនិងយើងអត់សួរវាខុសគ្នាឆ្ងាយបាទចុះបើសិនជាយើងសួរទៅយើងបានទិន្នន័យបន្ថែមតទៅនឹងអ្វីដែលយើងចង់ត្រូវធ្វើហ្នឹងណាបាទអាហ្នឹងវាសំខាន់ណាអញ្ចឹងខ្ញុំជឿថាទី1យើងត្រូវធ្វើម៉េចយើងត្រូវហ៊ានប៉ុន្តែយើងត្រូវហ៊ានឲ្យចំគោលដៅបាទយើងត្រូវហ៊ានបាទយើងត្រូវហ៊ាននៅសួរសំណួរហ៊ានគិតហ៊ានឆ្ងល់បាទហើយបន្ទាប់មកយើងត្រូវចេះធ្វើ report បើតែធ្វើ report ហ្នឹងបែបម៉េចជួនកាលយើងជួនកាលយើងលក្ខណៈថាពេលយើងធ្វើទៅអញ្ចឹងជួនកាលយើងអាចនឹងជួបបញ្ហានេះបញ្ហានោះអញ្ចឹងតែយើងអត់បាន report តាន់ពេលវេលាទេយើងអត់បានរាយការណ៍តាន់ពេលវេលាទេយើងចាំដល់ពេលវេលាមួយចុងក្រោយបានយើងប្រាប់ថាអាហ្នឹងធ្វើទៅអត់រួចឬមិនអាហ្នឹងបញ្ហាមួយទៀតអញ្ចឹងយើងក្នុងចន្លោះពេលហ្នឹងវាត្រូវមានការឆ្លើយឆ្លងគ្នាការតំណែងគ្នាទៅវិញទៅមកដើម្បីបានជាលទ្ធផលជាបែរថាលទ្ធផលគោលដៅរួមបាទអញ្ចឹងយើងត្រូវធ្វើម៉េចឲ្យយើងត្រូវធ្វើម៉េចយើងដឹងថាការងារដែលយើងធ្វើហ្នឹងគឺគោលដៅយើងត្រូវមានទៅគោលដៅរួមរបស់យើងមួយនោះបាទมันខ្វល់តែទាំងថ្នាក់លើរបស់យើងទាំងក្រុមការងាររបស់យើងទាំងធីមការងាររបស់យើងដែលធ្វើការងារជាមួយគ្នាហ្នឹងអញ្ចឹងគោលដៅរបស់យើងគឺគោលដៅចុងក្រោយដែលសម្រាប់ទៅបានជោគជ័យរបស់យើងបាទអញ្ចឹងគឺកុំខ្លាចនៅក្នុងចន្លោះពេលហ្នឹងវាអាចនឹងមានការតំណែងគ្នាសួរបញ្ជាក់ចុះបញ្ជាក់ឡើងដើម្បីបានជាលទ្ធផលល្អរួមជាមួយគ្នាបាទអញ្ចឹងខ្ញុំថ្ងៃនេះខ្ញុំមកមាត់សមុទ្រមកយើងហើយឃើញទីតាំងស្អាតហើយណាមួយពេលដែលខ្ញុំទៅណាមកណាអញ្ចឹងតែខ្ញុំតែគិតតែខ្ញុំគួរតែមានជាអ្វីដែលអាចចែករំលែកបានហើយបើសិនជាទាំងអស់គ្នាមើលវីដេអូដែលខ្ញុំចាប់ផ្ដើមបង្ហោះតាំងពីដើមមកដល់ឥឡូវហ្នឹងវាដូចជាដំណាក់កាលមួយដែលថាការលូតលាស់របស់យើងអញ្ចឹងបាទតាំងពីយើងរៀនអត់ទាន់រៀនចប់ថ្នាក់វិទ្យាល័យរហូតដល់យើងរៀនមហាវិទ្យាល័យយើងរើសជំនាញផ្សេងហើយយើងនឹងបានន័យថាពេលចូលធ្វើការយ៉ាងម៉េចអីចឹងណាបទពិសោធន៍អីផ្សេងអញ្ចឹងខ្ញុំគិតថាខ្ញុំនឹងព្យាយាមឆ្លៀតពេលព្រោះថាជួនកាលវីដេអូរបស់ខ្ញុំអាចនឹងដាច់រយៈពេលយូរជួនកាលអាចនឹងលឿនដោយសារតាមរយៈពេលវេលាជាក់ស្ដែងរបស់ខ្លួនខ្ញុំអញ្ចឹងណាអញ្ចឹងខ្ញុំជឿថាតាមរយៈបទពិសោធន៍ផ្សេងបើសិនជាយើងយកបទពិសោធន៍ដែលយើងចេះយើងដឹងយើងចែករំលែកឲ្យបងប្អូនយើងបានដឹងអញ្ចឹងទៅខ្ញុំជឿថាវាគឺជាតម្លៃមួយដែលថាយើងអាចជួនកាលយើងទៅទម្រាំតែយើងបានដឹងពីអាហ្នឹងបទពិសោធន៍ហ្នឹងដល់ខ្លួនឯងផ្ទាល់ហ្នឹងវាអាចរយៈពេលយូរបាទអញ្ចឹងខ្ញុំព្យាយាមធ្វើម៉េចចែករំលែកបទពិសោធន៍ជាក់ស្ដែងដែលខ្ញុំធ្លាប់ជួបអានេះវាមិនមែនជាគេហៅថាស្តង់ដារនៃវិធីដោះស្រាយបញ្ហាអីផ្សេងទេប៉ុន្តែខ្ញុំចែករំលែកនៅអ្វីដែលខ្ញុំធ្លាប់ជួបហើយ
ខ្ញុំគិតថាវាជាអ្វីដែលសំខាន់ដើម្បីចែករំលែកចឹងណាបាទអរគុណ